Hello, sir. How are you? What are you? What's wrong with you, bro? I wish you would. I wish you would. I can approach you in a nice way. And you gonna raise your hand at me and disrespect me? The fuck? បងប្អូនបានមើលវីដេអូនេះអត់បងប្អូនវីដេអូដែលបរោះម្នាក់នេះភ្ញៀវទេសចរគាត់ដើរធម្មតាគាត់ធ្វើ vlog ធ្វើអីគាត់ selfie អញ្ចឹងណាហើយបរោះម្នាក់នោះក៏ភ្ញៀវទេសចរម្នាក់នោះគាត់គាត់ថាគាត់រាក់ទាក់ជាមួយយើងណាសួរអីចឹងទៅ hello bro អីចឹងទៅស្រាប់តាបរោះម្នាក់ហ្នឹងនិយាយមកឆ្លើយហ្មងហើយខ្មែរងាប់ហើយខូចមុខមាត់ប្រទេសជាតិអស់ហើយធ្វើអញ្ចឹងងាប់អញហើយនិយាយមកមនុស្សបាតសង្គមអញ្ចឹងអូចប់ហើយខ្ញុំធ្លាប់តែមើលវីដេអូ Ricky H ដែលគាត់ទៅធ្វើវីដេអូនៅគាត់ដើរលេងនៅប្រទេសនៅខាងតំបន់អាហ្វ្រិកណាដែលមានប្រជាជនហាមឃាត់មិនឲ្យថតឬមួយក៏ប្រើសម្ដីអសរោះឬមួយក៏តាមធ្វើឲ្យ Ricky H ហើយនឹងក្រុមការងារគេនឹងភ័យតើមានណាមកឃើញបុរសម្នាក់នេះលេងចរិតអញ្ចឹងដែរជុំអីដល់ថ្នាក់ដឹងផងខ្មែរឥឡូវអូងាប់បាត់ហើយខ្ញុំឃើញហងជួនអរ៉នគាត់ប្រកាសឲ្យនាំខ្លួនបរិមម្នាក់ហ្នឹងមកពមៀនខ្ញុំសប្បាយចិត្តវាមិនសមណាខ្មែរដែលមានចរិតថ្លៃថ្នូរហើយគេថាជនជាតិខ្មែររស់រាយរាក់ទាក់ជាងគេណាតមកជួបអញ្ចឹងទៅជាស្អីវិញជនជាតិខ្មែរទៅជាស្អីវិញតអញ្ចឹងលោកឯងហ្នឹងបំបាក់មុខប្រជាជនខ្មែរបំបាក់មុខប្រទេសខ្មែរបំបាក់មុខវិស័យទេសចរហើយមិនបានធ្វើចរិតអញ្ចឹងគេទៅសុំដូចណាឯងគេគ្រាន់តែ greeting មួយយើងហ្នឹងគេគ្រាន់តែ welcome ជាមួយយើងហ្នឹង welcome ជាមួយទៅបើមិនចឹងទេគ្រាន់តែញ៉ាំដាក់ទីបើតែយើងមិនចេះអង់គ្លេសយើងញ៉ាំដាក់គាត់បន្តិចទៅវាចប់សពគ្រប់ហើយឯងស្អីរកវាយគេរកអីផងអីក៏ឆ្លើយមែនអើថាកូនក្មេងអានេះក្បាលកាចាស់ហើយមិនបានធ្វើចរិតចឹងហើយអរគុណសមត្ថកិច្ចដែលបានអញ្ជើញម្នាក់ហ្នឹងមកអប់រំមើលអប់រំឲ្យខ្លាំងមើលមិនបានត្រូវធ្វើចរិតពីលអញ្ចឹងក្នុងនាមជាខ្មែរមិនបានត្រូវធ្វើចរិតពីលអញ្ចឹងអប់រំឲ្យចាស់ដៃមើលគេសួរត្រឹមត្រូវធ្វើអីចលើសបើគ្មានការអប់រំឯបន្តិចអញ្ចឹងហើយអាសូរតែក្មេងឲ្យក្បាលឡើងកាចាស់ដល់កត្មងហើយបងប្អូនកូនក្មួយទាំងអស់ដែលជាជនជាតិខ្មែរកុំយកចរិតអញ្ចឹងមកទទួលស្វាគមន៍ភ្ញៀវទេសចរមកទទួលស្វាគមន៍ភ្ញៀវបរទេសហើយកុំយកចរិតរបស់បុរសម្នាក់ហ្នឹងយកមកធ្វើជាគំរូវាអត់ល្អសម្រាប់ខ្លួនឯងវាអត់ល្អសម្រាប់ក្រុមគ្រួសារវាអត់ល្អសម្រាប់សង្គមជាតិវាអត់ល្អសម្រាប់ប្រទេសជាតិរបស់យើងទេអញ្ចឹងបងប្អូនកុំយកតម្រាប់តាមបុរសម្នាក់ហ្នឹងយើងជួបភ្ញៀវទេសចរទោះជាគាត់មិន hello យើងកលេចទៅឃើញគាត់ញ៉ាំដាក់គាត់ទៅវាចប់សពគ្រប់ហើយវាភ្ញៀវទេសចរគាត់សប្បាយចិត្តណាស់ហើយនៅពេលដែលប្រជាជនរបស់ប្រទេសមួយឃើញគាត់ញញឹមដាក់គាត់រស់រាយរាក់ទាក់កុំមកចេញចរិតចលើសបឺសដូចបរិសម្នាក់ហ្នឹងណាបងប្អូនកូនក្មួយក្មេងកុំយកតម្រាប់តាមគាត់ព្រោះទង្វើរបស់គាត់ជាទង្វើដែលសង្គមស្អប់ខ្ពើមសង្គមមិនទទួលស្គាល់សង្គមមិនទទួលយកបានទេអញ្ចឹងបងប្អូនកូនក្មួយកុំយកតម្រាប់តាមឯសោះបងប្អូន